ឥឡូវយើងតជាមួយនឹង access control link មួយទៀតជាដំបូងយើងត្រូវចូលនៅ router 80នេះ router 1បន្ទាប់មកយើងត្រូវបង្កើត access control list អញ្ចឹង access 101 deny IP អញ្ចឹងខ្ញុំចង់ប្លុកពី department student អញ្ចឹង department student ទៅ department ផ្សេងៗគឺអត់ឲ្យ access ទៅ department ផ្សេងៗទេ output ចុច output ចុច 20 ចុច 0 255 255 250 អញ្ចឹងទៅណាទៅ department ផ្សេងៗគឺមាន VLAN 10 VLAN 30ហើយនិង VLAN 40 output ចុច output ចុច output ចុច 0 255 ចុច 255 ចុច 0 access control 101 deny IP output ចុច output ចុច 0 5 ចុច 255 ចុច 0 ទៅ VLAN 30 សិនណាស់ 255 ចុច 255 ចុច 0 output ចុច off 101 deny IP output ចុច output 2 ចុច 0 255 255 255 ចុច 0 ចុច output ចុច 40 ចុច 0 255 255 0 អានេះយើងប្លុកពី department student support នេះទៅគ្រប់ department ទាំងអស់ឥឡូវយើងចូលទៅ interface T0 20 របស់ VLAN 20 គឺ VLAN student ទៅមក encapsulation 20 ហើយត្រង់ហ្នឹងយើងដាក់ IP access group 101 in អញ្ចឹងយើងធ្វើ line មួយមកអូខេឥឡូវវាstandby active ហើយឥឡូវយើងតេស្តping វាសាក់មើលទៀតអានេះវានៅដើរធម្មតាទេអញ្ចឹងយើងត្រូវចូល router ទី2មួយទៀតអានេះគឺ router standby របស់យើងអញ្ចឹងយើងកំពុងដូច router ទី1ដែរ access អាហ្នឹងពាក្យពេញវាគឺ access list អញ្ចឹង access list យើងគឺ101 IP 10 កុដចុច 10 កុដចុច 20 ចុច 0 ចំណេះមក255 255 ចុច 0 10 កុដចុច 10 កុដចុច 10 កុដចុច 0 255 255 255 ចុច 0 តាមនេះខ្ញុំភ្លេចdeny អូខេអញ្ចឹងយើងចូលទៅមួយទៀតអានេះយើងយក30មួយទៀតនេះយើងយក40ទុកមកយើងចូលទៅ interface
ទៅ20អានឹងវាលេខ20វាលេខរបស់ student support អញ្ចឹងinstallation 20ទៅមកអានឹងយក IP access គ្រប់101 in ហ្នឹងឡើយយើងតេស្តសម័យចឹងឃើញថាឥឡូវគឺវាអាច access ទៅ department ផ្សេងៗទៀតបានទេដោយសារយើងblock វាចេញពី department ផ្សេងៗហើយអញ្ចឹងaccess control list យើងគឺមានតែប៉ុណ្្នឹងទេ